សួស្តីបងប្អូនថ្ងៃហ្នឹងផងដែរក៏មកបង្ហាញពីមាន់ដុតខ្វះគ្រឿងបងប្អូនមាន់ដុតទឹកដូងជាដំបូងហ្នឹងគឺខ្ញុំមានមាន់មួយក្បាលហ្នឹងប្រហែល1គីឡូបងប្អូនហើយបន្ទាប់មកក៏ខ្ញុំបុកអំបិលម្ទេសហ្នឹងក៏មិនបានថតឲ្យបងប្អូនមើលដែរគាត់ថាកាត់ទេយកមកប្រឡាក់គ្រឿងជាមួយនឹងសាច់មាន់របស់យើងណាហើយបន្ទាប់មកក៏ខ្ញុំទិញដូងគេមកផ្លែដែរបងប្អូនហើយសម្រាប់គុលលក្រីហ្នឹងក៏គ្មានទេគឺខ្ញុំដាក់ទៅស្លឹកក្រូចទេគេថាគុលលក្រីស្លាប់អស់ហើយខ្ជិលទិញជិលអីដាក់ចាំមើលថាតំណងអត់គុលលក្រីទៅអត់គុលលក្រីក៏ប៉ុន្តែខ្ញុំដាក់ដេកហើយនឹងស្លឹកក្រូចបន្ថែមបងប្អូនហើយបន្ទាប់ចាក់ទឹកដូងចូលមកគឺខ្ញុំចាក់ខ្លាញ់បន្តិចចូលទៅពេលដែលវារីងទឹកដូងមកយើងទៅវាមានជាតិខ្លាញ់អញ្ចឹងហើយវាក្រៀមខាងលើអញ្ចឹងណាបងប្អូនហើយឆ្អិនខាងក្នុងបានល្អអញ្ចឹងទៅហើយបន្ទាប់មកក៏គ្របទុកមួយសន្ទុះហើយខ្ញុំក៏ដាក់លក្រូចរបស់យើងចូលទៅហើយនេះចិត្តរីងហើយបងប្អូនទឹកនៅខាប់បន្តិចហ្នឹងហើយសម្រាប់ទឹកវានេះផងដែរគឺខ្ញុំចូលទៅធ្វើទឹកត្រីបងប្អូនធ្វើទឹកត្រីជាលក់ខ្ញុំធ្វើជាទឹកត្រីម្រេចជូរអែមទេក៏ប៉ុន្តែខ្ញុំយកទឹកនឹងដាក់តែវាមានរសជាតិអញ្ចឹងណាបងប្អូនហើយមើលទៅតំណងតិចណាបងប្អូនឡើងឈ្ងុយត្មងណាហើយនេះទឹករបស់វាគឺខ្ញុំដួសមកហើយបងប្អូនក៏ចាប់ផ្ដើមរីកដោះដែរហើយចេញពីថែមកឆាន់ឆាយរកគ្រឿងបានគ្រប់ទេបងប្អូនហើយប៉ុន្តែឲ្យមើលទៅឡើងតំណងនេះឡើងរីងទឹករីងអីខ្លះអស់ចាប់ផ្ដើមក្រហមតិចចៃបងប្អូនអើយមើលទៅឡើងតំណងត្មងណាហើយបន្ទាប់ពីប្រែសាច់មាន់កុំឲ្យខ្លោចមកគឺខ្ញុំមកលាងបន្លែគឺខ្ញុំមានតែសាឡាត់2-3គុំទេបងប្អូនដាក់អំបិលមកចុងលព្រាត្រាំទឹកវាចោលទៅមកប្រែសាច់មាន់យើងវិញខ្លាច់ខ្លោចអញ្ចឹងណាបងប្អូនដោយសារវារីងទឹកហើយពេលដែលធ្វើអញ្ចឹងទៅគឺវាក្រៀមចង់ខាងក្នុងវាឆ្អិនចង់ឲ្យក្រៀមបន្តិចទៀតហ្នឹងឲ្យរត់តែឆ្ងាញ់អញ្ចឹងណាមើលទៅគួរឲ្យចង់ហូបបងប្អូនអើយហើយជាមួយនឹងមាន់ស្រែរបស់យើងនិយាយពីថាតំណងណាហើយចាប់ដើមរីងទឹកដូងអស់ហើយនេះគឺខ្លាញ់ហើយនឹងជាតិទឹកដូងហ្នឹងបងប្អូនអើយមើលទៅនិយាយពីថាតំណងអើយតំណងខ្ញុំឃើញពីអីនិយាយច្រើនពីតំណងបងប្អូនវាឃើញក្រហមពេលយើងចេញទៅធ្វើការមកហាវអីបងប្អូននៅឃើញចឹងវិញអែមសែមហ្មងពេលហ្នឹងយើងកុំដាក់ភ្លើងខ្លាំងពេកដាក់ភ្លើងល្មមមកហើយតែខ្លោចអស់លែងតំណងលើហើយកុំមកចាប់ផ្ដើមរាវទឹកជាលក់របស់យើងជាមួយនឹងទឹកដែលយើងចំហុយមិញហ្នឹងហើយគ្រឿងក្រៅឆ្ងាញ់ហើយបងប្អូនគ្រាន់យើងភ្លក់ដាក់ក្រូចឆ្មាដំខ្ទឹមដាក់ម្រេចដាក់អីចូលទៅបន្ថែមរសជាតិបន្តិចបន្តួចទៀតទៅតំណងមកទៅបងប្អូនទឹកជាលក់គាត់ថាអត់សូវតំណងដូចជាទឹកត្រីកោះកុងទេហើយក៏មកមើលសាច់មាន់របស់យើងវិញនិយាយពីថាពណ៌ឡើងក្រហមឆ្អិនឆ្អៅត្មងណាបងប្អូនមិនខ្លោចទេណាបងប្អូនពេលយើងដុតយូរទៅវាពណ៌អញ្ចឹងស្អាតអត់គួរចង់ញ៉ាំទឹកជ្រលក់ក៏រួចមាន់ក៏ឆ្អិនហើយបងប្អូនមើលទៅគួរឲ្យចង់ញ៉ាំណាក្រហមឆ្អិនឆ្អៅត្មងបងប្អូនមកភ្លក់ជាមួយខ្ញុំទាំងអស់គ្នាហើយសម្រាប់ទឹកជ្រលក់ក៏ខ្ញុំអត់ហ៊ានបុកខ្លាំងទេបងប្អូនខ្ញុំដាក់ម្ទេសពីលើអញ្ចឹងទៅខ្លាចកូនហូបអត់កើតអញ្ចឹងណាហើយបេះមកផ្លូវយកមកជ្រលក់អញ្ចឹងមកបងប្អូនអើយនិយាយពីថាតំណងឡើងខ្ទិះត្មងហ្នឹង